ว้าวสุดเซมเราต่อគ្នាជួបជាមួយខ្ញុំទៅទៀតហើយនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តតុក្កតារបស់ប្រទេសចិនដ៏ល្អមើលមួយទៅការសម្ដែងសម្រាប់គឺយើងដែលវាមានចំណងជើងថាណាចារឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ដែលគាត់នឹងមានឥទ្ធិពលវេទមន្តដ៏ខ្លាំងអស្ចារ្យប៉ុន្តែបញ្ហាដ៏ធំមួយគឺគាត់មិនចេះស្ដាប់នរណានោះឡើយនៅក្នុងរឿងនេះគឺនិយាយអំពីការអប់រំឪពុកម្ដាយទៅលើកូនរបស់ខ្លួនដូចគ្នាថាតើគួរទៅធ្វើយ៉ាងណាឲ្យកូនរបស់គាត់នឹងក្លាយជាភាវៈល្អបានបើសិនជាធម្មជាតិរបស់គាត់នឹងគេថាជាមនុស្សអាក្រក់ជាបិសាចអីអញ្ចឹងណាបាទកុំវែងឆ្ងាយប្រហែលជាអ្នកទាំងអស់គ្នាចង់ដឹងអំពីជីវិតរបស់ណាចាពិតប្រាកដហើយដូច្នេះយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងកំឡុងពេលនៃការកកើតភពរបស់មនុស្សរួមជាមួយនឹងភពរបស់ទេវតាអស់រយៈពេល 1000 ឆ្នាំក៏មានឥទ្ធិពលវេទមន្តដ៏ខ្លាំងអស្ចារ្យមួយបានកើតឡើងដែលត្រូវបានគេស្គាល់ថា Chaos Pearl បាទបបប្រែជាភាសាខ្មែរបានសេចក្តីថាត្បូងនៃចលាចលហើយវាទទួលបានឥទ្ធិពលពីព្រះច័ន្ទរួមជាមួយនឹងព្រះអាទិត្យដូច្នេះឥទ្ធិពលនេះគឺក៏កើតឡើងនឹងកាន់តែខ្លាំងទៅឥតដែនកំណត់នោះទេនៅក្នុងត្បូងនេះផងដែរគឺមានឥទ្ធិពលពីរទី1ឥទ្ធិពលល្អនិងទី2ឥទ្ធិពលអាក្រក់បាទឃើញអត់ពេលឃើញព្រះអាទិត្យចឹងគឺហាមាត់ស្រូបយកធម្មពលព្រះអាទិត្យតែម្ដងអញ្ចឹងហើយក៏មានទេវតាដ៏ខ្លាំងក្លាអស្ចារ្យមួយដែលគាត់មានឈ្មោះថាទេវតាយនស៊ីនឹងបានបញ្ជូនសិស្សរបស់គាត់ពីរនាក់ឲ្យមកបង្ក្រាបត្បូងចលាចលនេះដែលម្នាក់ដំបូងដែលមានមាឌធាត់នេះគាត់មានឈ្មោះថាថៃយីទេវតាថៃយីរបស់យើងនឹងអូគាត់នឹងដើរមកដូចជាអ្នកបង្ហាញម៉ូដអញ្ចឹងហើយម្នាក់មួយទៀតនេះគាត់មានឈ្មោះថាសិនគងប៉ៅអញ្ចឹងសិស្សច្បងនេះគាត់គ្រាន់តែចេញមកភ្លាមគឺគាត់ចង់បើកការវាយប្រហារទៅលើត្បូងនោះផ្ទាល់តែម្ដងថៃយីក៏ប្រាប់សិស្សច្បងរបស់ខ្លួនថាអូសាច់ច្បងណាកុំនិយាយកាចចឹងធ្វើឲ្យក្មេងខ្លាចនេះធ្វើតាមខ្ញុំមកត្បូងចលាចលណាសម្រួលអារម្មណ៍ណាចូលមកក្នុងដៃខ្ញុំមកប៉ុន្តែអត់ទេត្បូងនោះក៏បានប្រែក្លាទៅជាត្បូងដ៏ធំហើយដាក់មកដៃរហូតដល់ថៃយីរបស់យើងខ្ទាតជួលពពកបន្តមកទៀតគឺជាឱកាសរបស់សិនឯងគាត់ក៏បានប្រើខ្សែរន្ទះរបស់គាត់វាយប្រហារទៅលើត្បូងនោះប៉ុន្តែត្បូងនោះក៏ស្រូបយកធម្មពលរបស់ខ្លួនហើយដាក់មកដៃរហូតដល់សិនរបស់យើងចូលពពកដែរហើយបាននិយាយអំពីថៃយីរបស់យើងវិញឥឡូវនេះហើមថ្ពាល់មកចំហៀងឯងគាត់ខឹងណាគាត់ក៏បានប្រើរបងរបស់គាត់នឹងបានរុំខ្សែចងជាប់ជាមួយនឹងត្បូងនោះគាត់ស្មានតែឈ្នះហើយបានត្បូងនោះគាត់ចេះបញ្ចេញដៃមកច្រើនទៀតនិយាយពីថាដាល់យកតែម្ដងរហូតដល់ថៃយីរបស់យើងនឹងហើមពេញខ្លួនហើយឃើញតែសិស្សរបស់ខ្លួនទាំងពីរនាក់ហាក់ដូចជាមិនអាចទៅរួចអញ្ចឹងទេវតាយនស៊ីរបស់យើងគាត់ក៏បង្ហាញខ្លួនហើយមែនអ្នកទាំងអស់គ្នាគាត់ពិតជាខ្លាំងណាស់គាត់បានប្រើវេទមន្តរបស់គាត់នឹងគ្រប់គ្រងលើធម្មពលរបស់ត្បូងចលាចលនោះបន្តមកទៀតគាត់បំបីត្បូងចលាចលនោះជាពីរមួយគឺជាត្បូងល្អមួយទៀតគឺជាត្បូងអាក្រក់គាត់ក៏បានដាក់បណ្ដាសាថារយៈពេល3ឆ្នាំទៀតនឹងមានរន្ទះបាញ់នឹងបាញ់កំទេចត្បូងបិសាចចោលដែលជាត្បូងក្រហមរួចហើយគាត់ក៏ឃុំត្បូងទាំងពីរនោះនៅក្នុងផ្កាឈូកទឹកហើយគាត់ក៏ផ្ដាំទៅកាន់សិស្សរបស់គាត់ថាគាត់នឹងអនុញ្ញាតឲ្យត្បូងសនឹងក្លាយជាភាវៈកើតជាកូនរបស់អ្នកក្លាហានម្នាក់ដែលមានឈ្មោះថាលោកលីជីងពីព្រោះលោកលីជីងនេះគាត់គឺជាមនុស្សល្អដែលការពារមនុស្សរបស់យើងនឹងពីបិសាចអញ្ចឹងការងារដ៏ធំធេងនេះសិនរបស់យើងគាត់គិតថាគាត់ជាសិស្សច្បងអញ្ចឹងគ្រូរបស់គាត់ឲ្យគាត់ធ្វើហើយប៉ុន្តែអត់ទេបែរជាឲ្យសិស្សប្អូនរបស់គាត់អាឡែអាឡោដែលជាថៃយីនឹងធ្វើទៅវិញអញ្ចឹងហើយសិនកងប៉ារបស់យើងក៏កើតជាក្តីច្រណែនខ្លាំងមែនទែនថៃយីផ្ទាល់គាត់សប្បាយចិត្តគាត់ថានឹងហើយលោកគ្រូខ្ញុំនឹងធ្វើឲ្យល្អទេវតាយនស៊ីក៏ប្រាប់ថាហើយកុំភ្លេចណាឈ្មោះកូនរបស់លីជីងត្រូវដាក់ថាណែចាក្រោយមកថៃយីរបស់យើងក៏បានធ្វើដំណើរជិះជូករបស់គាត់បានជិះផងផឹកផងក៏ចូលចិត្តផឹកណាគាត់ផឹកម្នាក់ឯងមិនគ្រប់គ្រាន់គាត់ឲ្យជ្រូករបស់គាត់ផឹកដែររួចយើងក៏កាត់មកដល់ភូមិរបស់លីជីងអញ្ចឹងភូមិនេះមានឈ្មោះថាឆឹងថាំងផាសហើយប្រពន្ធរបស់លីជីងផ្ទាល់នោះគាត់ក៏ជាមេតបម្នាក់ដែរដែលនាងមានឈ្មោះថា Lady Jin របស់យើងគាត់ពោះពោះកូនទី3របស់គាត់3ឆ្នាំមកហើយប៉ុន្តែអត់ព្រមកើតសោះឥឡូវ Lady Jin របស់យើងគាត់លែងចង់ស្ពះព្រះចង់ស្អីហើយវាឆ្អែតចិត្តពេកភ្លាមនោះក៏សាប់តែទេវតាថៃយីរបស់យើងបង្ហាញខ្លួនគ្រាន់តែបង្ហាញខ្លួនភ្លាមគាត់ក៏បានយកដំណឹងល្អប្រាប់មកដល់លីជីងរួមជាមួយនឹង Lady Jin បាទដំណឹងល្អដែរបន្តិចទៀតកូនរបស់ពួកគេនឹងប្រសូតឥឡូវប្រជាជនទាំងអស់នឹងក៏បានមកនាំគ្នាអបអរសាទរនៅកូនទី3របស់ Lady Jin រួមជាមួយនឹងលោកលីជីងកំឡុងពេលនោះសិនកងប៉ារបស់យើងកំពុងតែលួចតាមដានបេសកកម្មពិសេសរបស់ថៃយីពីព្រោះគោលបំណងរបស់ទេវតាយនស៊ីគឺចង់ឲ្យបុត្ររបស់ Lady Jin នឹងកើតមកជាមួយនឹងក្របត្បូងវេទមន្តល្អសិនកងប៉ារបស់យើងគាត់ក៏បានប្រើយ័ន្តពីសន្លឹករបស់គាត់មិនដឹងថាវាជាយ័ន្តអ្វីនោះទេចំណែកឯ Lady Jin របស់យើងផ្ទាល់គឺគាត់ប្រឹងអស់ពីសមត្ថភាពរបស់គាត់ដើម្បីឆ្លងទន្លេដឹងស្រាប់ហើយបាទកូនរបស់គាត់នៅក្នុងផ្ទៃនឹងវា3ឆ្នាំទៅហើយអត់ព្រមកើតអញ្ចឹងណាប្រហែលជាមកពីអ្វីយើងអត់យល់ច្បាស់ទេអញ្ចឹងបើមានជំនួយពីត្បូងនៃភាពល្អនេះគឺធ្វើឲ្យ Lady Jin របស់យើងអាចបង្កើតកូនបានងាយស្រួលទេវតាថៃយីរបស់យើងផ្ទាល់គាត់កំពុងតែត្រៀមខ្លួនរួចជាស្រេចបាទគាត់មានយ័ន្តរបស់គាត់ចាំពេលណាដែលល្អគឺគាត់នឹងបញ្ជូនត្បូងល្អនឹងចូលទៅក្នុងខ្លួនរបស់ Lady Jin តែម្ដងកំឡុងពេលនោះលោកមេការរបស់លោកលីជីងយើងនឹងក៏សាប់តែយកស្រាមកឲ្យថៃយីក៏ថាមិនក៏មកយកស្រាឲ្យខ្ញុំអញ្ចឹងកំពុងតែធ្វើការពិសេសហើយវាចម្លែកមេការនឹងក៏ថាមិនអីទេខ្ញុំទុកនឹងហើយដឹងស្រាប់ហើយលោកថៃយីគាត់ចូលចិត្តស្រាតស្រាវាឈ្ងុយពេកគាត់ក៏ផឹកហើយបើថាផឹកម្ដងបន្តិចវាមិនអីទេបាទដាក់ម្ដងនោះគឺអស់មកកធោនឹងត្មងហើយក៏គាត់ស្លាប់បាត់ទៅរួចហើយលោកមេការនឹងក៏ចង់បើផ្កាឈូកទឹកនឹងដើម្បីយកត្បូងវេទមន្តគ្នាយើងមិនក៏អញ្ចឹងណាសិនកងប៉ាវគាត់ក៏មើលពីចម្ងាយគាត់ក៏ដឹងថាប្រកាសជាមានពាក្យសម្ងាត់អញ្ចឹងលោកមេការនេះគឺបញ្ជាដោយសិនកងប៉ាវលោកលីជីងនឹងក៏ទទួលដំណឹងថាប្រពន្ធរបស់គាត់នឹងស្លាប់ហើយឆ្ងល់មិនក៏យូរម្លេះគាត់នឹងក៏បានមកជួបជាមួយនឹងថៃយីហើយថៃយីនេះស្លាប់លោកមេការ
គាត់ក៏ដាល់លោកលីជីងថាអាយកុំដាល់ចឹងអាក្រក់មើលណាតប្រពន្ធរបស់គាត់កាន់តែធ្ងន់ធ្ងរទៅលោកលីជីងរបស់យើងក៏ដាល់មកទំហឹងតែម្ដងក៏ធ្វើឲ្យលោកថៃយីភ្ញាក់លោកថៃយីក៏បញ្ញាបញ្ញាយកត្បូងល្អនឹងបញ្ជូនទៅក្នុងខ្លួន Lady Jin ប៉ុន្តែគាត់ក៏យំថាអើយខ្ញុំភ្លេចពាក្យសម្ងាត់បាត់ទៅហើយសាកអស់ហើយអ្នកនរគ្នាពាក្យស្អីក៏ចេះដាក់ដែរប៉ុន្តែនៅតែបើកមិនរួចចុងក្រោយដាក់ដៃចូលទៅបើករួញអញ្ចឹងពាក្យសម្ងាត់គាត់គឺគ្មានស្អីទេដាក់តែដៃយកទៅវា scan ដៃហ្នឹងហើយតោះឲ្យលោកមេកាក៏សៃអូនោះស្អីគេសប្បាយណាស់លោកថៃយីគាត់ក៏សម្លឹងមើលតោះឲ្យលោកមេកានឹងចង់លួចត្បូងវេទមន្តលួចអាត្បូងខៀវពណ៌ល្អប៉ុន្តែលោកលីជីងគាត់ដឹងគាត់ថាមិនក៏មេកាគាត់ចម្លែកម្លេះតោះទៅមើលខាងខ្នងក៏ឃើញថាគេប្រើយ័ន្តបញ្ជាគេហៅថាយ័ន្តទាសកលអ្នកនរគ្នាឲ្យធ្វើអីធ្វើតាមទាំងអស់ពួកគេស្មានតែចាប់បានរួចខ្លួនអ្នកទាំងអស់គ្នាយ័ន្តនឹងមិនមានមកស្លឹកទៀតអ្នកបំរើម្នាក់ទៀតនឹងក៏លួចត្បូងទាំងពីរនោះរួចហើយគាត់ក៏យកអាត្បូងពណ៌ក្រហមដាក់ចូលទៅក្នុងយ័ន្តលោកលីជីងក៏កំទេចយ័ន្តនោះប៉ុន្តែកំទេចមិនទាន់ទេអញ្ចឹងឥទ្ធិពលអាក្រក់នៃត្បូងអាក្រក់នឹងវាក៏បានហោះចូលទៅក្នុងពោះ Lady Jin ចំណែកឯត្បូងពណ៌ខៀវដែលជាត្បូងនៃភាពល្អធ្លាក់ចូលទៅក្នុងដៃរបស់Shin Kong Paoដូច្នេះកំណើតរបស់កូនលីជីងរួមជាមួយនឹង Lady Jin គឺកាត់ឡើងនៅថ្ងៃនេះថៃយីគាត់ក៏ខ្លាចពេលដែលសម្លឹងមើលមុខកូននឹងទៅអ្នកទាំងអស់គ្នាវាក៏បញ្ចេញភ្នែកយ៉ាងអាក្រក់រួចហើយក៏ចេញសក់ចេញថ្មិញមិនបង្អង់យូរអ្នកទាំងអស់គ្នាកើតមកភ្លាមបង្ករឿងផ្លែតក្មេងតូចរបស់យើងដែលមានឈ្មោះថាណាចានេះក៏បានហោះបុកអ្នកភូមិខ្ទាតពេញនោះថៃយីគាត់ក៏ព្យាយាមចាប់ប៉ុន្តែណាចានៅតែព្យាយាមរត់បន្ទាប់មកណាចារបស់យើងក៏បង្ហាញរូបរាងជាមនុស្សពេញលេញប៉ុន្តែភ្នែករបស់ណាចាពណ៌សអ្នកទាំងអស់គ្នាបានសេចក្តីថាណាចារបស់យើងប្រៀបដូចជាពលឹងខ្មៅងឹតចូលសន្ធិដ្ឋក្នុងខ្លួនអញ្ចឹងណាចាក៏បានប្រើភ្លើងដ៏អស្ចារ្យរបស់ខ្លួនបង្កជាការផ្ទុះយ៉ាងសាហាវនៅទីនោះឪពុករបស់ណាចានឹងក៏ព្យាយាមហាមឃាត់កូនរបស់ខ្លួនប៉ុន្តែហាមមិនឈ្នះនោះទេទេវតាថៃយីរបស់យើងក៏បានប្រើកងវេទមន្តរបស់គាត់បញ្ចេញឥទ្ធិពលយ៉ាងអស្ចារ្យឥទ្ធិពលនោះហុំផាត់ណាចារបស់យើងចិត្តរួចហើយវាក៏បង្កើតជាខ្សែកនៅជាប់ករបស់ណាចាតែម្ដងដែលខ្សែកនោះគឺហាមឃាត់មិនឲ្យពលឹងវិញ្ញាណអាក្រក់ចូលសន្ធិដ្ឋក្នុងខ្លួនរបស់ណាចាថៃយីគាត់ក៏ចង់បញ្ចប់ជីវិតណាចានៅនឹងកន្លែងតែម្ដងប៉ុន្តែម្ដាយណាចាបានមកការពារកូនរបស់ខ្លួនថៃយីក៏បញ្យល់ថាទុកជីវិតឲ្យទៅស្អីត្បូងខ្មៅងឹតនេះនឹងធ្វើឲ្យណាចាខ្លាចទៅជាក្មេងបិសាចហើយ3ឆ្នាំទៀតណាចានឹងត្រូវបណ្ដាសាររន្ទះបាញ់មកពីឋានសួគ៌នោះណាចានឹងស្លាប់ដដែលទេសម្រាប់វាឲ្យទៅប៉ុន្តែលីជីងរួមជាមួយនឹង Lady Jin មិនខ្វល់ទេទោះជាកូនពួកគេបិសាចយ៉ាងម៉េចក៏ដោយប៉ុន្តែអ្នកភូមិបានបដិសេធជាពិសេសលោកតាដែលជាអ្នកតំណាងឯងគាត់ថាអត់ទេលោកលីជីងឯងជាអ្នកកំចាត់បិសាចហើយយកបិសាចមកនៅជាមួយពួកយើងអាម៉េចប៉ុន្តែគាត់និយាយមិនទៅនិយាយជាមួយលោកលីជីងនេះបាទគាត់ទៅនិយាយជាមួយនឹងសត្វស្អីនេះដោយសារគាត់មើលអត់ឃើញណាចារបស់យើងផ្ទាល់នៅតែខំដៃម្ដាយអញ្ចឹងណាទៅឲ្យម្ដាយក៏និយាយថាកូនកុំខ្លាចម៉ាក់នៅទីនេះអញ្ចឹងសេចក្តីស្រឡាញ់របស់ឪពុកម្ដាយនឹងបានធ្វើឲ្យណាចារបស់យើងនឹងសម្រួលអារម្មណ៍ទៅវិញចំពោះលោកលីជីងជាតិជាឪពុកគាត់ក៏បានសុំអង្វរដល់អ្នកភូមិទាំងអស់គាត់ចង់ឲ្យកូនរបស់គាត់មានជីវិតទោះជារយៈពេល3ឆ្នាំក៏ដោយហើយគាត់នឹងហាមមិនឲ្យកូនរបស់គាត់ទៅរំខានអ្នកភូមិនោះទេហើយបើមានបញ្ហាធំកើតឡើងដោយសារកូនរបស់គាត់ព្រមទទួលខុសត្រូវទាំងអស់រួចយើងក៏កាត់មកដល់មហាសមុទ្រដ៏ធំធេងវិញShin Kong Paoរបស់យើងក៏បានចូលមកក្នុងបាតសមុទ្រមកជួបជាមួយនឹងស្ដេចនាគប៉ុន្តែស្ដេចនាគរបស់យើងត្រូវបានគេចង់ចង្វាក់ជាប់ទៅណាមិនរួចនោះទេShin Kong Paoក៏បានបង្ហាញត្បូងវេទមន្តនៃភាពល្អទៅឲ្យស្ដេចនាគក៏និយាយថាអូបើសិនជាបុត្ររបស់យើងអាចស្រូបយកធម្មពលនៃត្បូងល្អនេះបានបុត្ររបស់យើងនឹងក្លាយជាទេវតាបាននិយាយទៅតកូលនាគនឹងក៏ត្រូវបានអំបូរទេវតានឹងជិះជាន់មើងងាយដែរអញ្ចឹងហើយបានជាស្ដេចនាគរបស់យើងចង់ឲ្យកូនរបស់គាត់ក្លាយទៅជាទេវតារួចហើយស្ដេចនាគក៏បានខ្ជាក់ស៊ុតរបស់គាត់ចេញមកដែលជាកូនរបស់គាត់ហ្នឹងណាស៊ុតនោះក៏បានស្រូបយកធម្មពលពីត្បូងវេទមន្តនៃភាពល្អជីវិតរបស់កូនស្ដេចនាគក៏ចាប់ផ្ដើមកើតឡើងដំណើរណាចាដែរដែលគាត់មានឈ្មោះថាអោពីងស្ដេចនាគក៏បានប្រាប់ Shin Kong Pao ថា Shin Kong Pao ឯងនឹងធ្វើជាគ្រូកូនរបស់យើងហើយបង្ហាត់កូនរបស់យើងឲ្យក្លាយជាទេវតាកុំឲ្យជាប់គុកដូចជាអំបូរនាគដទៃទៀត Shin Kong Pao ក៏សន្យាជាមួយស្ដេចនាគថាបើស្ដេចនាគបាទគាត់និយាយរៀងតដឹកអញ្ចឹងណាចំពោះលីជីងរបស់យើងវិញគាត់ក៏បានធ្វើដំណើរមកជាមួយនឹងថៃយីដើម្បីជួបជាមួយនឹងទេវតាយន់ស៊ីពេលដែលមកដល់ទេវតាយន់ស៊ីក៏បានស្ដីបន្ទោសឲ្យថៃយីថាថៃយីតើសិស្សដឹងតើសិស្សធ្វើរឿងអីខុសឬអត់ថៃយីក៏សុំទោសអូយលោកគ្រូខ្ញុំសុំទោសខ្ញុំគ្មានចេតនាទេដល់ឲ្យតាមពិតទៅមិនមែនជាទេវតាយន់ស៊ីបងគ្នាយើងគាត់គឺជាទេវតាពពកដែលមានឈ្មោះថាឆាំងសិនយុនបាទខ្ញុំហៅគាត់ថាទេវតាពពកតែម្ដងទៅងាយចាំទេវតាពពកគាត់អបសុកខ្លាំងណាស់គាត់នឹងគឺជាអ្នកយាមទ្វារទីនេះទេវតាពពកនោះគាត់ក៏រៀបចំជាទឹកតែទឹកអីឲ្យផឹកឲ្យគាត់សួរថាលោកមកទីនេះចង់មានរឿងអីដែរលីជីងក៏ថាខ្ញុំមកចង់ដោះបណ្ដាសាឲ្យកូនប្រុសរបស់ខ្ញុំទេវតាពពកក៏ថាអូយអត់កើតទេអត់បានជួបលោកគ្រូទេលោកគ្រូយន់ស៊ីនឹងគាត់ធ្វើដំណើរទៅជួបជាមួយនឹងទេវតាដទៃផ្សេងទៀតទៅហើយបើតាក់ទងនឹងបណ្ដាសារបស់ទេវតាតដាក់ឲ្យអាចដកវិញបានទេលីជីងរបស់យើងនឹងគាត់ក៏ចង់លុតជង្គង់នឹងនៅចាំលោកគ្រូយន់ស៊ីប៉ុន្តែទេវតាថៃយីថាអូយកុំឲ្យខាតពេលអីលោកលីជីងឯងនៅទីនេះមួយថ្ងៃស្មើនឹងឋានកណ្ដាលមួយឆ្នាំចុះប៉ះសិនចាំ3ថ្ងៃជួបលោកគ្រូខ្ញុំវា3ឆ្នាំនៅឋានកណ្ដាលអញ្ចឹងកូនរបស់លោកគាត់ជាបាត់បង់ជីវិតទៅហើយត្រឡប់ទៅឋានកណ្ដាលវិញទៅចំណាយពេលនៅជាមួយកូនរួចយើងក៏មកជួបជាមួយនឹងណាចារបស់យើងនេះគឺជាផ្ទះដែលណាចាស្នាក់នៅនិយាយពីថាខ្ទេចខ្ទីឲ្យគ្នាយើងហើយផ្ទះដែលណាចារបស់យើងនៅនឹងគឺមានប្រព័ន្ធការពារមិនឲ្យណាចាចេញពីទីនេះបាននោះទេបាទជីវិតនៅក្មេងធៀងដឹងស្រាប់ហើយចូលចិត្តលេងប៉ុន្តែដោយសារតែអ្នកភូមិដឹងថាណាចាកើតមកពីត្បូងនៃភាពអាក្រក់អញ្ចឹងហើយម្នាក់គឺមិនចង់ឲ្យណាចាទៅក្នុងភូមិនោះទេព្រាមនោះ Lady Jin របស់យើងក៏មកលេងជាមួយនឹងកូនរបស់គាត់
គាត់ទៅតែមកពីធ្វើសង្គ្រាមដែរគ្នាយើងលេឌីយិនក៏ថាយ៉ាងម៉េចទៅហើយណាចាកូនសំណប់កូនអបសុកនោះទេណាចាក៏តបទៅវិញថាខ្ញុំអបសុកមិនម៉េចទោះខ្ញុំអបសុកក៏អ្នកម៉ាក់មិនអោយខ្ញុំចេញពីទីនេះដែរលេឌីយិនគាត់ក៏ពិបាកចិត្តដែរតែធ្វើម៉េចបើគាត់សន្យាជាមួយអ្នកភូមិឯហ្នឹងគឺគាត់មិនអាចឲ្យណាចាចេញទៅខាងក្រៅបាននោះទេលេឌីយិនក៏ថាឥឡូវចេះកូនឯងមកលេងសីជាមួយម៉ាក់ឮសូរអញ្ចឹងអាចារ្យក៏សប្បាយចិត្តទាហានហ្នឹងក៏សួរលេឌីយិនថាលេឌីយិនណាពាក់អាវការពារអត់លេឌីយិនក៏ថាពាក់ស្អីកូនខ្ញុំតែពេលណាចារ្យរបស់យើងទាត់មកគ្រាប់ស្អីលោកហើយធ្វើឲ្យលេឌីយិនរបស់យើងខ្ទាតបុកចាំងឡើងចង់ប្រេះលេឌីយិនក៏ថាអីទេមកយកអាវពាក់ការពារណាចារ្យរបស់យើងនឹងគាត់ក៏មានអារម្មណ៍ថាខុសដែរប៉ុន្តែធ្វើម៉េចបើកម្លាំងរបស់គាត់ខ្លាំងហើយគាត់នៅក្មេងពិបាកក្នុងការគ្រប់គ្រងកម្លាំងណាស់ទោះជាយ៉ាងណាក៏ដោយលេឌីយិនរបស់យើងក៏នៅតែបន្តលេងជាមួយនឹងណាចាកំឡុងពីនោះក្រុមទាហានក៏បានមកប្រាប់លេឌីយិនថាពេលនេះនៅព្រំដែនកំពុងតែមានបញ្ហាធំត្រូវដោះស្រាយឮសូរបែបនេះណាចារបស់យើងក៏ខឹងផ្លែតលេឌីយិនរបស់យើងអស់ជំរឿគាត់ក៏សម្រេចចិត្តលាកូនរបស់គាត់ត្រឹមតែប៉ុណ្ណេះហើយគាត់ក៏បានសន្យាថាជើងក្រោយគាត់នឹងចំណាយពេលលេងជាមួយកូនរបស់គាត់ឲ្យបានយូរតែណាចាក៏និយាយថាចេះតែសន្យាទៅលើកមុនក៏ម៉ាក់សន្យាចឹងដែរតែមកលេងជាមួយខ្ញុំតែមកផ្លែតលេឌីយិនក៏ដើរចាក់ចេញពីទីនោះទាំងកំសត់ហើយគាត់ក៏បានប្រាប់អ្នកយាមមកផតថលការពីកុំឲ្យណាចាចេញអ្នកទាំងពីរមិនត្រូវប្រេះផ្ដាស់ទេណាប្រយ័ត្នតាណាចាលួចចេញទៀតហើយអ្នកយាមទ្វារទាំងពីរនឹងចូលចិត្តឆ្លោះគ្នាណាអញ្ចឹងវាជាឱកាសរបស់ណាចាក៏បានយកដុំថ្មគប់ក្បាលអ្នកយាមម្នាក់អ្នកយាមនឹងស្មានតែគ្នាម្នាក់ទៀតនឹងរោរឿងអញ្ចឹងក៏វាយគ្នាទៅឱកាសល្អណាចារបស់យើងក៏រត់រួចចេញពីទីនោះបានដដែលមកដល់ភូមិភ្លាមណាចារបស់យើងលេងបិទពួនផ្លែតស្រែក1 2 3អ្នកភូមិលឺលោកហើយរត់តែហ្មងអ្នកខ្លះបុកក្បាលឲ្យស្លាប់អ្នកខ្លះនឹងពួននៅក្រោមកដាស់អ្នកខ្លះហោះចូលទៅក្នុងដងតែណាចារកឃើញទាំងអស់តាមបញ្ញាប្រជាជនគ្រប់គ្នាលោកហើយឃើញណាចាដូចឃើញបិសាចពួនក្រោមទឹកក៏បញ្ញាពួនលើដើមឈើនឹងក៏ទម្លាក់ចុះអ្នកចេញពីដងអត់ហ៊ានលេងមួយណាចាទេសុកចិត្តយកដុំថ្មវាយក្បាលស្លាប់ហ្មងហើយនៅវត្តដាច់សញ្ញាមួយក្រុមក្មេងៗនឹងស្អប់ណាចាណាចង់រៀបចំគម្រោងដើម្បីកម្ចាត់ណាចារួចហើយក៏លឺសូរផ្លាប់ភ្លាមនោះកូនចៅរបស់កូនក្មេងម្នាក់នឹងក៏ដើរចូលមកពាក់មួកមេរបស់គេនិយាយថាយើងឲ្យឯងយាមមិនក៏ឯងចូលមកទីនេះអញ្ចឹងម្នាក់ពាក់ស្រោមមុខជ្រូងក៏និយាយថាលោកបងខ្ញុំមានល្បិចមួយដើម្បីកម្ចាត់ណាចានឹងមកឆ្លងកាត់ស្ពាននឹងយើងកាត់ស្ពាននឹងឲ្យដាច់ធ្លាក់ចុះមកមានកបិតធ្លាក់មកតាមរួចហើយដុំថ្មដ៏ធំរមៀលកាន់ណាចាដុំថ្មទម្លាក់ណាចាមកលើដើមឈើហើយលើដើមឈើនឹងមានពុះហើយពេលតោងចដាទៅក៏ធ្លាក់សម្បុកអាម៉ាល់នឹងក៏ដេញណាចាក៏ចូលក្នុងទឹកភក់មេគេក៏និយាយថាអូយឯងឆ្លាតណាស់អ្នកយាមទ្វារឥឡូវដើម្បីកាន់តែអាក្រក់យើងដាក់បលាចូលទៅក្នុងទឹកភក់ហ្នឹងឲ្យនោមក្នុងទឹកភក់ហ្នឹងបន្ថែមទៀតប៉ុន្តែពួកគេឆ្ងល់ថាតើយើងគួរតែចាត់ណាចាមកធ្វើម៉េចរួចហើយអ្នកដែលពាក់ស្រោមមុខហ្នឹងគឺជាណាចាបរហាញមុខភ្លាមគ្មាននឹងក៏រត់មកអញ្ចឹងធ្លាក់ចូលតាក់ខ្លួនឯងធ្លាក់ចុះមកខាងក្រោមមានដុំថ្មដេញកិនមានពោះចឹកហើយធ្លាក់ចូលទៅក្នុងផុកនេះអើយនេះតាមពិតក្មេងយាមទ្វារពិតប្រកបនោះនេះគាត់ថាណាចាវាយគាត់ឡើងពោះក្បាលហើយទៅដើមក្អាពីគាត់ណាចាហ្នឹងក៏សើចថាសប្បាយណាស់ក្មេងអ្នកហ្នឹងក៏និយាយថាចេញពីភូមិយើងទៅអាបិសាចលឺសូរពាក្យបិសាចនឹងភ្លាមណាចារបស់យើងក៏ទាត់ថ្មចង់សម្លាប់ក្មេងៗសំណាងល្អទេវតាថៃយីរបស់យើងជួយទាន់ឪពុករបស់ណាចាក៏កាន់តែតឹងរឹងជាមួយកូនរបស់គាត់ឥឡូវនេះគាត់ប្រើ portal រុំនៅក្នុងផ្ទះតែម្ដងបានលេងរុំជុំវិញលបងហើយបានអញ្ចឹងនេះអស់រយៈពេល1ឆ្នាំណាដែលលោកលីជីងរបស់យើងត្រឡប់មកវិញលោកលីជីងរួមជាមួយនឹងទេវតាថៃយីក៏បានប្រាប់លេឌីយិនរឿងតាក់ទងនឹងណាចាមិនអាចដោះបណ្ដាសាបានទេលេឌីយិនរបស់យើងពិបាកទទួលយកណាលេឌីយិនថាយើងខាត់ពេលអស់1ឆ្នាំហើយឥឡូវយើងមិនដែរប្តីសម្លាញ់យើងឈប់ពីការងាររបស់យើងចំណាយពេល2ឆ្នាំចុងក្រោយនេះនៅជាមួយកូនរបស់យើងយ៉ាងមិនដែរថៃយីក៏និយាយថាមិនអាចទេលេឌីយិនគួរតែឲ្យខ្ញុំធ្វើជាគ្រូរបស់ណាចាដើម្បីបង្ហាត់ណាចានឹងឲ្យកម្ចាត់បិសាចលីជីងក៏ថាត្រូវឲ្យអូនសម្លាញ់ព្រោះមានតែវិធីនេះទេដែលកូនរបស់យើងអាចជួយមនុស្សបានកម្ចាត់បិសាចអញ្ចឹងពេលដែលកូនរបស់យើងបាត់បង់ជីវិតទៅមនុស្សនៅចង់ចាំកូនយើងថាជាភាវៈល្អព្រោះវាយើងចំណាយពេលចុងក្រោយនៅជាមួយកូនយើងចេញពីទីនេះប្រជាជននឹងចង់ចាំថាកូនយើងគឺជាកូនបិសាចលេឌីយិនក៏សម្រេចចិត្តធ្វើតាមសម្ដីរបស់លីជីងរួមជាមួយនឹងថៃយីព្រឹកឡើងលោកមេកាយកមកហូបមកឲ្យណាចារបស់យើងតាមធម្មតាពេលដែលមកដល់អត់ឃើញណាចាក៏ស្រែកថាអូយបាត់ណាចាទៀតហើយតាមរកលោកម្ចាស់តាមពិតណាចាពួនលើដបូលនេះអញ្ចឹងហើយណាចាចេញពីកន្លែងឃុំឃាំងនឹងបានដដែលប៉ុន្តែចេញមកក៏ប្រទះឃើញរូបគំនូរដែរណាចាក៏ទៅរូបគំនូរនឹងអញ្ចឹងទៅរូបគំនូរនឹងក៏សូមណាចាចូលទៅទីនោះអញ្ចឹងរូបគំនូរវេទមន្តនេះគឺជាកម្មសិទ្ធិរបស់ថៃយីអញ្ចឹងអ្វីៗគ្រប់បែបយ៉ាងនៅក្នុងរូបគំនូរនេះគឺប្រៀបដូចជាភពវេទមន្តអញ្ចឹងទេវតាថៃយីរបស់យើងប្រើតែជក់ម្ដងនេះចង់ធ្វើអីក៏បានដែរតែណាចាមានអារម្មណ៍ថាគ្រាន់តែផៅជក់គូអញ្ចឹងគ្មានស្អីអស់ចាទេលោកថៃយីក៏បានបង្កើតជាព្យុះយ៉ាងសន្ធោសន្ធៅណាចារបស់យើងនឹងក៏ជិះទូកស្រែកចង់ដាច់កឡោតជិះធ្លាក់ចុះមកក្នុងទឹកអញ្ចឹងហើយនឹងបំផ្លាញទឹកឲ្យទៅជាទឹកកកជិះស្គីលើទឹកកកនឹងទៀតពួកគេក៏ធ្លាក់ចូលមកក្នុងបឹងឈូកនិយាយពីផ្កាឈូកធំហើយមួយត្រីនេះលោកអើយលោកថៃយីក៏បំផ្លាញទឹកនឹងឲ្យទៅជាទឹកអណ្ដែតលើអាកាសអូយមើលទៅលយខ្លាំងមែនទែនគឺយើងពិតជាមិនដែលឃើញទេសូម្បីតែណាចាផ្ទាល់គាត់ក៏ភ្ញាក់ផ្អើលជាមួយនឹងទស្សនវិជ្ជានឹងដែររហូតទៅយកដៃប៉ះទៅហើយនឹងក៏សាប់តែលោកគ្រូថៃយីរបស់យើងថាឥឡូវមិនដែរណាចាបើចង់ជួបបទពិសោធន៍ដ៏អស្ចារ្យនៅក្នុងភពមួយនេះឯងហៅយើងថាគ្រូភ្លាមណាចាក៏តបទៅវិញថាលោកឯងនឹងអស្ចារ្យស្អីចង់ឲ្យខ្ញុំធ្វើជាសិស្សណាចាក៏ជុះនោមនៅក្បែរនឹងអត់ខ្វល់លោកថៃយីក៏បំផ្លាញថ្មទៅជាកន្ត្រៃកាត់បេះដាច់បន្ទាប់មកក៏បំផ្លាញដើមឈើទៅជាសាច់ជ្រូកលោកគ្រូក៏ថាមិនដែរអានឹងអស្ចារ្យអត់នេះគឺជាវេទមន្តប្រែកាយណាចាក៏ថាអញ្ចឹងលោកថៃយីឯងអាចធ្វើឲ្យខ្ញុំខ្លាចទៅជាមាឌធំអាក្រក់គួរឲ្យខ្លាចអត់ថៃយីក៏ថាយើងមិនធ្វើទេដល់តែឯងនឹងហៅយើងគ្រូណាចាគាត់មិនខ្វល់ទេគាត់នឹងបំផ្លាញថ្មនៅខ្លួន
ឯងរៀនប្រើវេទមន្តដោយខ្លួនឯងអញ្ចឹងណាលោកគ្រូថៃយីរបស់យើងគាត់ក៏គេងនៅក្បែរហ្នឹងទៅមកសន្ទុះក្រោយមកក៏សាប់តែម្ដាយណាចាមកសួរថាលោកគ្រូថៃយីឯណាចាលោកគ្រូថៃយីក៏ថាអូអ្នកស្រីមកទៅអី Lady Jin ក៏និយាយថាខ្ញុំមកមើលកូនរបស់ខ្ញុំហ៎មិនក៏កូនរបស់ខ្ញុំលងទៅកាប់មុខអញ្ចឹងអូយឃើញអញ្ចឹងថៃយីគាត់ឡើងភ័យគាត់ក៏ទៅជួយតែណាចានោះគាត់អត់ដឹងខ្លួនសោះអញ្ចឹងហើយលោកគ្រូគាត់ក៏ផ្លុំខ្យល់ចូលតាមពិតហ្នឹងគឺជាល្បិចរបស់ណាចាសោះលោកគ្រូថៃយីកំពុងតែផ្លុំខ្យល់ចូលកែបហើយ Lady Jin របស់យើងហ្នឹងគឺជាណាចាប្រែកាឡានឹងឯងលោកគ្រូថៃយីគាត់ខ្មាស់ខ្លួនគាត់ថាអូយយើងរៀនវិធីប្រែកែប្រែវេទមន្តនេះរាប់ខែក្មេងតូចនេះរៀនតែប្រហែលម៉ោងលោកគ្រូថៃយីក៏បន្តនិយាយទៀតឥឡូវអញ្ចេះណាចាឯងហ្នឹងកើតមកមានធាតុភ្លើងអញ្ចឹងខ្ញុំនឹងបង្រៀនឲ្យណាចាឯងគ្រប់គ្រងភ្លើងឲ្យបានណាចាក៏បានបើកខោលោកគ្រូមើលតែម្ដងមានស្អីខ្លះខ្លួនក៏ប្រទះឃើញលំពេងម្យ៉ាងលំពេងហ្នឹងគ្រាន់តែបើកតុក៏ចេញភ្លើងហើយភ្លើងឆេះពេញខោរបស់លោកគ្រូថៃយីលោកលីជីងរួមជាមួយ Lady Jin ក៏មកតាន់ហើយក៏ជួយលោកគ្រូថៃយីអញ្ចឹងទៅលោកគ្រូថៃយីក៏និយាយថាអូមិនអីទេខ្ញុំជាទេវតាឆេះប៉ុណ្ណឹងមិនប៉ះពាល់អីឡើយដូច្នេះណាចាណាហៅខ្ញុំធ្វើគ្រូទៅខ្ញុំនឹងបង្រៀនរបៀបថ្មីដល់ឯងគឺកុំចាត់ពួកបិសាចចោលឬសូអញ្ចឹងណាចារបស់យើងកាន់តែខឹងខ្លួនមិនចង់កុំចាត់បិសាចការពារមនុស្សនោះទេព្រោះពួកមនុស្សនឹងមើលងាយខ្លួនណាចាក៏ចង់ចេញពីទីនោះប៉ុន្តែថៃយីថាមិនអាចចេញបានទេតើប្រើជក់វេទមន្តនេះម្ដាយណាចាគាត់ក៏និយាយថាគាត់យល់ពីកូនរបស់គាត់ដែលគាត់បាននិយាយថាម៉ាក់ដឹងណាចាកូនចង់ឲ្យគ្រប់គ្នាទទួលស្គាល់កូនប៉ុន្តែពេលដែលគ្រប់គ្នាមើលងាយកូនបដិសេធកូនបែបនេះកូនក៏ចាប់ផ្ដើមមានអារម្មណ៍ឯកាណាចារបស់យើងក៏រំលឹកដល់រឿងកាលពីខ្លួននៅក្មេងពេលហ្នឹងណាចារបស់យើងលួចចេញពីផ្ទះទៀតតើឲ្យក្មេងស្រីម្នាក់ហ្នឹងក៏លេងទាត់សីជាមួយណាចាតាមពិតទាត់ធម្មតាទេប៉ុន្តែប្រជាជនគ្រប់គ្នាហ្នឹងពេលដែលឃើញណាចាលេងជាមួយក្មេងក៏ថាអូយបិសាចណាចាពួកយើងរត់ចេញទៅអាបិសាចណាចាកុំនៅជាមួយពួកយើងខ្លាចឯងមនុស្សគ្រប់គ្នាក៏នាំគ្នាគប់នេះគប់នោះគប់ភក់ពេញខ្លួនរបស់ណាចានឹកឃើញហ្នឹងគឺញាស់ដៃតែម្ដង Lady Jin ក៏បន្តនិយាយទៅថាអញ្ចឹងកូនទៅតែហាត់សមកុំចាត់បិសាចណាដើម្បីឲ្យមនុស្សទាំងអស់គ្រប់នឹងទទួលស្គាល់កូនណាចាក៏ថាខ្ញុំមិនធ្វើទេហេតុអីក៏ត្រូវជួយពួកវាចង់ឲ្យខ្ញុំធ្វើជាបិសាចទេខ្ញុំនឹងធ្វើជាបិសាចឲ្យមើលរួចហើយក៏សាប់តែលោកលីជីងនឹងសារភាពរឿងដែលគាត់លាក់មូលហេតុដែលគេខ្លាចណាចាម្ដាយក៏ភ័យថាបងចង់និយាយលីជីនក៏និយាយថាតាមពិតទៅកូនគឺជាត្បូងវេទមន្តនៃភាពល្អដែលចាប់ជាតិបាទអញ្ចឹងលីជីងនឹងគឺកុហកកូនប្រុសរបស់គាត់ Lady Jin នឹងក៏ចូលរួមកុហកដែរនឹងហើយកូនដោយសារតែកូននឹងជាត្បូងវេទមន្តនៃភាពល្អអញ្ចឹងអតិពលរបស់កូននឹងប្រៀបដូចជាអាវុធដ៏អស្ចារ្យអញ្ចឹងលោកគ្រូថៃយីក៏បន្តកុហកបន្ថែមក៏ថានឹងហើយមែនហើយមនុស្សគ្រប់គ្នានឹងខ្លាចអតិពលរបស់ណាចាឯងណាដូច្នេះអ្វីដែលណាចាឯងទៅធ្វើនឹងគឺប្រើវេទមន្តនោះដើម្បីការពារពួកគេទាំងអស់ដើម្បីឲ្យពួកគេនឹងព្រមទទួលស្គាល់ណាចាក៏សួរម៉ែនេះអ្នកម៉ាក់លោកប៉ាអ្នកទាំងពីរអត់កុហកខ្ញុំទេពួកគេក៏បន្តកុហកទៀតថាអត់កុហកទេកូនជាការពិតអស់រយៈពេល2ឆ្នាំអ្នកទាំងអស់គ្នាណាចាយើងគឺជឿលើសម្ដីឪពុកម្ដាយរបស់ខ្លួនជារៀងរាល់ថ្ងៃអស់2ឆ្នាំហើយមកដល់ពេលសប្តាហ៍ថ្ងៃនេះណាចារបស់យើងគឺរៀនពីវិធីកម្ចាត់បិសាចឥឡូវយើងឃើញណាចាកម្ចាត់បិសាចម្នាក់បានហើយអ្វីគ្រប់បែបយ៉ាងហ្នឹងគឺជាការបង្កើតឡើងដោយលោកគ្រូថៃយីបង្កើតភពមួយដែលមានបិសាចអញ្ចឹងណាចាគាត់ថាគាត់ទទួលបានជោគជ័យហើយប៉ុន្តែលោកគ្រូថៃយីបង្ហាញណាចាឲ្យដឹងគាត់ក៏ប្រើជ្រូករបស់គាត់ដែលមានសមត្ថភាពក្នុងការថតវីដេអូហ្នឹងឲ្យណាចាមើលបាទជ្រូកចេះថតវីដេអូមិនធម្មតាទេណាចារបស់យើងមែនគោលបំណងរបស់គាត់កុំតិចបិសាចមានខ្មោចឆ្អឹងអីអញ្ចឹងទៅណាប៉ុន្តែក្នុងកំឡុងពេលដែលណាចារបស់យើងកុំតិចខ្មោចហ្នឹងវាប៉ះពាល់ដល់មនុស្សវាយកុំឲ្យបិសាចឆ្លងស្ពានវាប៉ះពាល់ដល់មនុស្សវាយខ្មោចកុំឲ្យតាមមនុស្សនៅលើជាដើរកុំតិចទៅមនុស្សក៏ខ្ទាតមកតាមនឹងដែរណាចាគាត់ខ្វល់ទេគម្រោងរបស់គាត់គឺកុំតិចបិសាចហ្នឹងលោកលីជីងក៏និយាយថាមិនអាចទេបើការហាត់សមរបស់កូនមិនទទួលបានជោគជ័យពុកមិនអនុញ្ញាតឲ្យកូនទៅកាន់ពិភពលោកពិតប្រាកដបានឡើយអញ្ចឹងលោកគ្រូថៃយីដកកន្សែងវេទមន្តរួមជាមួយលំពេងវេទមន្តពីកូនប្រុសរបស់ខ្ញុំទៅណាចាក៏ប្រកូលរបស់គ្រប់យ៉ាងចូលទៅក្នុងខោរបស់លោកគ្រូថៃយីលោកលីជីងក៏ប្រាប់កូនរបស់គាត់ថាឥឡូវជប់ឲ្យប្រើកម្លាំងឲ្យតាំងសមាធិវិញហើយតើតែពុកអនុញ្ញាតទើបកូនចេញពីទីនេះបានតោះហើយណាចាក៏ថាមិនបាច់ទេនេះខ្ញុំលួចជក់បានហើយខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់ទទួលស្គាល់ខ្ញុំណាចាក៏ចាក់ចេញពីរូបគំនូហើយយើងកាត់មកដល់អ្នករស់នៅក្បែរសមុទ្រវិញយើងក៏ប្រទះឃើញព្រាយទឹកក៏បានលបលួចចូលមកក្នុងភូមិរបស់អ្នកភូមិដើម្បីចាប់ឆ្កែស៊ីណាចាក៏មកទាន់ណាចាក៏បានបើកការវាយប្រហារទៅលើព្រាយទឹកវាយចុះវាយឡើងនឹងវាយខ្ទេចភូមិរបស់អ្នកភូមិទៀតប្រជាជនទាំងអស់ក៏មកមើលឥឡូវព្រាយទឹកនឹងពួននៅក្នុងពាងនេះមនុស្សចង់រត់ណាចាថាកំរត់មើលខ្ញុំកំចាត់បិសាចណាចានឹងយកពាងទឹកនឹងកំទេចចោលទាំងអស់ព្រាយទឹកក៏នៅតែរត់រួចវាក៏បានលេបតបាក់ឆាបក្មេងម្នាក់នឹងយកទៅជាមួយខ្លួនណាចាក៏បានតាមជួយក្មេងស្រីតូចនោះបិសាចក៏ចង់ហក់ចូលទៅក្នុងទឹកក្រោយមកទឹកក៏សាប់តែកកភាវៈអាចក៏បាំងម្នាក់នឹងក៏ចេញមកជួយក្មេងស្រីនោះក្បាច់គុណរបស់គាត់វាយតែបន្តិចទេបាទវាយបិសាចនឹងខ្ទប់ចូលក្នុងទឹកកកតែម្ដងណាចាមិនព្រមទេគាត់ចង់ខ្លាចជាអ្នកជួយសង្គ្រោះក្មេងអត់មាននរណាមកដណ្ដើមគាត់សង្គ្រោះឡើយណាចានោះក៏ប្រគល់ក្មេងទៅឲ្យបិសាចនឹងហើយខ្លួនជាអ្នកជួយក្មេងនឹងម្ដងទៀតរួចហើយណាចាក៏បានបើកការវាយប្រហារទៅលើមនុស្សអាចកំបាំងម្នាក់នោះជាចុងក្រោយក៏បានដករបាំងមុខរបស់ម្នាក់នឹងចេញយើងក៏ដឹងថាគាត់នឹងឯងគឺជាអម្បូរនាគរាជដែលមានឈ្មោះថាអាវពីងយើងនឹងបាទគ្នានៅចាំអត់ប្រយុទ្ធគ្នាសុកព្រាយទឹកនឹងក៏បានបញ្ចេញពពុះអ្វីម្យ៉ាងសាហាវពេលរបស់ពពុះនោះពួកគេនឹងខ្លាចទៅជាថ្មព្រាយទឹកក៏សើចថាពួកហែងវាយគ្នាផ្ដល់ឱកាសឲ្យយើងនឹងប្រមូលធម្មពលរបស់យើងបញ្ចេញពពុះទាំងអស់នេះមកអាវពីងរបស់យើងគាត់មានសមត្ថភាពគាត់ក៏រត់ចេញពីទីនោះបានបិសាចនឹងក៏ខ្ជាក់ក្មេងនឹងមកឲ្យវិញតែពេលដែលខ្ជាក់ទៅអតិពលនៅក្នុងមាត់របស់បិសាចនឹងធ្វើឲ្យពួកគេទាំងក្មេងរួមទាំងអាវពីងនឹងកកទៅជាថ្មណាចារបស់យើងក៏ចេញមុខការពារពួកគេទាំងពីរនាក់តែ
ម្ដងព្រាយទឹកនឹងក៏បានប្រើពពុះការពារខ្លួនណាចាក៏បានយករូបរាងរបស់អាវពីងនឹងបានការពារខ្លួនមកតង់ទៀតអញ្ចឹងហើយក៏វាកំតិចបិសាចនឹងបាននិយាយទៅនឹងប្រើរូបរាងរបស់អាវពីងយើងនឹងឯងណាចាក៏បានគម្រាមឲ្យបិសាចនឹងផ្ដល់ថ្នាំបន្សាបឲ្យពួកគេហើយថ្នាំបន្សាបនឹងគឺជាសបោបិសាចនឹងក៏ថាលេបសបោនឹងទៅជាអីណាចាក៏លេបសបោនឹងទាំងពិបាកប៉ុន្តែតើអាវពីងរបស់យើងនឹងគាត់នឹងរឹងមាត់បាត់ទៅហើយលេបធ្វើម៉េចទៅបិសាចនឹងក៏សើចតែយកសបោខ្ញុំលេបទៅលើខ្លួនក៏បានដែរណាចាក៏ខឹងមិនឲ្យអញលេបតាមពិតលេបបានសោះហ្នឹងគួយខ្ពើមកំឡុងពេលនោះ Lady Jin របស់យើងនឹងបានទៅតែឃើញជក់ចំពោះអាវពីងរបស់យើងវិញគាត់ក៏បានណែនាំខ្លួនអាវពីងក៏បានអរគុណដល់ណាចាដែលបានជួយជីវិតខ្លួនរួមជាមួយនឹងក្មេងស្រីតូចម្នាក់នោះណាចាក៏តបទៅវិញថាអើយមិនបាច់អរគុណទេពីព្រោះខ្ញុំគឺជាភាវៈល្អដែលកើតចេញមកពីត្បូងនៃភាពល្អដើម្បីមកជួយមនុស្សក្រោយមកក្មេងស្រីតូចនឹងក៏អរគុណដល់ណាចាឃើញអត់ណាចាពេលគេល្អជាមួយគាត់គឺគាត់ល្អជាមួយគេវិញហើយណាចាក៏បានលេងសើចជាមួយក្មេងតូចនោះរួចហើយនឹងអាវពីងក៏ចូលរួមជាមួយពួកគេលេងយ៉ាងសប្បាយរីករាយលេងរហូតដល់ពេលល្ងាចតែម្ដងលេងសុកណាចារបស់យើងក៏យំអាវពីងក៏ឆ្ងល់ហាមិនក៏យំអញ្ចឹងណាចាក៏និយាយថាមនុស្សទី1ដែលលេងសើចជាមួយខ្ញុំគឺជាម្ដាយរបស់ខ្ញុំហើយអ្នកទី2ដែលលេងជាមួយខ្ញុំគឺជាឯងនេះអាវពីងក៏និយាយថាបើចង់លេងជាមួយខ្ញុំទៀតនេះផ្លុំខ្ចង់នេះមកខ្ញុំនឹងមកលេងជាមួយឯងពីព្រោះពួកយើងខ្លាចជាមិត្តភក្តិនឹងគ្នាហើយពាក្យមិត្តភក្តិនេះធ្វើឲ្យណាចារបស់យើងសប្បាយខ្លាំងមែនទែនក្រោយមកអ្នកភូមិក៏មកដល់ក៏សាប់តែបាត់ខ្លួនអាវពីងប្រជាជនក៏ចោទប្រកាន់ថាណាចារបស់យើងគឺជាអ្នកកំទេចភូមិណាចាថាយើងកំទេចបិសាចហើយមកចោទប្រកាន់យើងមនុស្សអាក្រក់ទៀតគ្រប់គ្នាក៏ថាពួកយើងគ្មានអាណាឃើញបិសាចទេក្មេងប្រុសម្នាក់មិនដឹងជាស្អីក៏និយាយថាឯងនេះជាបិសាចចេញពីភូមិយើងទៅណាចានោះក៏ចង់ដាល់ក្មេងនឹងម្ដាយរបស់ក្មេងនឹងក៏មកជួយដាក់ម្ដងអញ្ចឹងទៅណាចាក៏ដាល់ម្ដាយធ្លាក់ចូលទៅក្នុងទឹកអ្នកភូមិក៏បន្តវាយប្រហារមកលើណាចាគ្មានក្តីសន្តោសនោះទេណាចាក៏តដៃវាយប្រហារឲ្យពួកគេបាក់ដៃបាក់ជើងវិញសំណាងល្អលោកគ្រូថៃយីរបស់យើងក៏មហាអំណាចចាតន់ប្រជាជនទាំងអស់ក៏នាំគ្នានឹងទម្លាក់កំហុសឲ្យណាចាគឺជាភាវៈអាក្រក់ដេញចេញពីភូមិភ្លាមទៅតែលោកលីជីងរបស់យើងក៏ប្រទះឃើញដៃរបស់កូនគាត់នឹងកាន់សារធាតុម្យ៉ាងរបស់បិសាចចំពោះអាវពីងរបស់យើងផ្ទាល់ក៏ត្រឡប់មកដល់ឋានៈគ្រាយវិញលោកគ្រូសិនកុងប៉ាក៏សួរថាធ្វើអីបានខ្លះដែរកូនសិស្សអាវពីងក៏និយាយថាលោកគ្រូខ្ញុំបានហាត់ក្បាច់គុណវេទមន្តផ្សេងពិធីបង្កក់ទឹកឥឡូវនេះធម្មពលរបស់ខ្ញុំនឹងគឺឡើងកម្រិតទី7នៃឋានសួគ៌ហើយខ្ញុំក៏បានរាប់អានមិត្តភក្តិម្នាក់ផងដែរសិនកុងប៉ាក៏ថារាប់អានមិត្តភក្តិអត់ប្រយោជន៍ណាអាវពីងក៏និយាយថាអត់ទេក្មេងម្នាក់ហ្នឹងគាត់ជាមនុស្សប៉ុន្តែគាត់អត់រើសអើងអំបូរអ្នកគ្រាយើងឡើយហើយក្មេងប្រុសតូចនោះមានឈ្មោះថាណាចាដល់ចំណុចនេះទាំងស្ដេចអ្នកគ្រារួមជាមួយលោកគ្រូសិនកុងប៉ាបានឱកាសល្អហើយគាត់ក៏បញ្យល់ថាអាវពីងណាចាគឺកើតពីត្បូងវេទមន្តនៃភាពងងឹតឥឡូវចិត្តដល់ពេលកំណត់3ឆ្នាំហើយបន្តិចទៀតរន្ទះបាញ់នឹងបាញ់សម្រាប់ណាចាអាវពីងឯងទៅជួយប្រជាជនដែលនៅក្នុងភូមិសឹងតាំងផាសទាំងអស់នោះប្រជាជននឹងដឹងគុណអាវពីងឯងហើយអាវពីងឯងប្រកាសប្រាប់គ្រប់គ្នាថាអាវពីងឯងកើតពីត្បូងវេទមន្តនៃភាពល្អនោះអាវពីងឯងនឹងខ្លាចជាទេវតាក្រោយមកទៀតស្ដេចអ្នកគ្រីរបស់យើងក៏បាននិយាយអំពីកំហឹងរបស់ខ្លួនជាមួយនឹងពួកទេវតាទាំងអស់ដែលគាត់បានប្រាប់ទៅកាន់អាវពីងថាកាលពីដំបូងឡើយអំបូរមនុស្សគ្រប់ពួកយើងណាស់ពីព្រោះពួកយើងមានសមត្ថភាពគ្រប់គ្រងភ្លៀងគ្រប់គ្រងទឹកសមុទ្រហើយនៅខាងក្រោមម៉ាកម៉ាដោយក្តៅនេះគឺជាពួកបិសាចដែលអំបូរអ្នកគ្រីរបស់យើងបង្ក្រាបដោយទទួលបញ្ជាពីអាទិទេពតែព្រះបិតាចង់ប្រាប់បុត្រទីនេះមិនមែនជាវិមានឬរាជវាំងរបស់យើងទេវាគឺជាគុកពេលដែលពួកយើងបង្ក្រាបបិសាចទាំងអស់ទៅរួចអំបូរអ្នកគ្រាក៏ត្រូវបានបញ្ជាឲ្យនៅទីនេះការពារកុំឲ្យបិសាចទាំងអស់នោះងើបចេញមកហើយពួកទេវតាក៏មិនព្រមទទួលថាអំបូរនាគរបស់យើងជាអំបូរទេវតាដោយពួកគេនោះទេអញ្ចឹងពួកយើងគ្មានសេរីភាពអ្វីឡើយដូច្នេះគឺមានតែបុត្រម្នាក់ប៉ុណ្ណោះអាវពីងដែលអាចផ្ដល់សេរីភាពឲ្យអំបូរនាគគ្រាបានលោកគ្រូសិនកុងប៉ាក៏បញ្ជាក់ប្រាប់អាវពីងថាមែនហើយលោកគ្រូនឹងលុបបំបាត់ស្នែងរបស់សិស្សដើម្បីលាក់អាចកំបាំងថាសិស្សជាអំបូរនាគឲ្យតែសិស្សធ្វើតាមគម្រោងរបស់ពួកយើងទាំងអស់បានជោគជ័យនោះសិស្សនឹងមានឱកាសក្លាយទៅជាអំបូរទេវតាដែរអញ្ចឹងអាវពីងរបស់យើងគាត់មានសម្ពាធខ្លាំងមែនទែនប៉ុន្តែគាត់សំពះទទួលយករួចយើងក៏កាត់មកដល់ណាចារបស់យើងវិញបន្ទាប់ពីហេតុការណ៍ជួយក្មេងស្រីម្នាក់នៅក្បែរមាត់សមុទ្ររួចណាចារបស់យើងត្រូវបានឃុំឃាំងនៅក្នុងផ្ទះនេះអត់ព្រមហូបអីអស់រយៈពេល3ថ្ងៃមកហើយគ្រួសាររបស់ណាចាក៏បានមកជួបជាមួយនឹងណាចាម្ដាយរបស់ណាចានឹងខំហៅកូនរបស់ខ្លួនលេងនេះលេងនោះឲ្យសើចសប្បាយចឹងទៅតែណាចាមិនខ្វល់តទៅពេល Lady Jin ប្រាប់ថានឹងហើយគេនឹងធ្វើពិធីជប់លៀងអបអរសាទរថ្ងៃកំណត់បុត្រណាចាសប្បាយចិត្តតែតទៅបកគិតមកវិញថាស្អីទេមនុស្សទាំងអស់នោះស្អប់ខ្ញុំណាមិនស្រួលថ្ងៃខួបកំណត់ខ្ញុំពួកគេនឹងបន់សន់ឲ្យតែខ្ញុំឆាប់ងាប់ទេក្រោយមកទៀតលោកលីជីងរបស់យើងនឹងគាត់ក៏បានប្រាប់ណាចាថារឿងដែលកូននិយាយថាកូនសម្លាប់ព្រាយទឹកនោះគឺជាការពិតពីព្រោះទឹកមាត់របស់បិសាចនោះនៅក្នុងដៃរបស់កូនអញ្ចឹងប្រជាជនទាំងអស់នឹងគឺលែងយល់ច្រឡំចំពោះកូនហើយ Lady Jin របស់យើងភ្ញាក់ផ្អើលដែរបានគាត់ក៏ធ្វើជានិយាយតាមប្តីដែរទៅមែនហើយកូនប្រុសអញ្ចឹងត្រៀមខ្លួនណាចិត្តដល់ថ្ងៃកំណត់របស់កូនហើយពេលដែលពួកគេចេញផុតណាចារបស់យើងនឹងក៏យកជក់យកអីគូគំនូបាទយើងមិនដឹងគូស្អីទេតែបើខាងក្រុមគ្រួសាររបស់ណាចាផ្ទាល់ម្ដាយរបស់ណាចាគាត់ដឹងថាថ្ងៃខួបកំណត់កូនគាត់នឹងគឺ
គឺជាថ្ងៃស្លាប់របស់កូនគាត់ហើយបាទអាយុ3ឆ្នាំមកតែគាត់អាចប្រាប់កូនគាត់បានតែទោះជាកូនគាត់សប្បាយជាលើកចុងក្រោយគាត់ត្រូវកុហកកូនគាត់យ៉ាងម៉េចក៏ដោយតែកូនគាត់សប្បាយមុននឹងស្លាប់គឺគាត់ហ៊ានធ្វើលោកលីជីងគាត់ក៏និយាយដែរតាក់ទងនឹងកូនរបស់គាត់នឹងជួយការពារក្មេងស្រីពីបិសាចនឹងគឺជាការពិតហើយគាត់នឹងបង្ហាញទៅដល់មនុស្សទាំងអស់ថាកូនរបស់គាត់មិនមែនជាបិសាចនោះទេក្រោយមកទៀតណាចារបស់យើងនឹងក៏លួចចេញពីផ្ទះនឹងទៀតហើយដើម្បីមកស្វែងរកអាវពីងព្រមខ្យងនឹងអញ្ចឹងទៅអាវពីងក៏បង្ហាញខ្លួនណាចារបស់យើងនឹងគឺចង់អញ្ជើញអាវពីងទៅពិធីខួបកំណើតរបស់ខ្លួនអាយុ3ឆ្នាំតែអាវពីងរបស់យើងមកគាត់ឆ្លើយថាគាត់ព្រមទៅប៉ុន្តែមើលទៅទឹកពុករបស់គាត់ហាក់ដូចជាកំសត់ណាស់គាត់ដឹងថាបន្តិចទៀតណាចាដែលជាមិត្តភក្តិរបស់គាត់ដំបងដូចគ្នានឹងត្រូវស្លាប់ដោយសាររន្ទះបាញ់អាវពីងរបស់យើងក៏បានលាឪពុករបស់ខ្លួនដើម្បីទៅការពារប្រជាជននៃភូមិឆាំងទាំងផាសទាំងអស់នោះតែឪពុករបស់អាវពីងរួមជាមួយនឹងនាគរាជដទៃផ្សេងទៀតក៏បានឲ្យស្រកាដ៏មានកម្លាំងខ្លាំងក្លារបស់ពួកគេនឹងបានបញ្ចូលគ្នានឹងទៅជាសម្លៀកបំពាក់ដ៏អស្ចារ្យអញ្ចឹងសម្លៀកបំពាក់ស្រកានេះវាពិតជាមាំខ្លាំងមែនទែនគឺគ្មានអ្វីអាចតទល់ឈ្នះនោះទេថ្ងៃខួបកំណើតរបស់ណាចាក៏មកដល់ប្រជាជនទាំងអស់នាំគ្នាធ្វើមុខភ័យខ្លាចហើយអ្នកយាមព្រាយទឹកនេះក៏និយាយថាអត់តាន់ចេញទេចាំលោកលីជីងឲ្យសញ្ញាមកសិនណាចាក៏ត្រៀមខ្លួនដូចជាស្រេចប៉ុន្តែក៏សាប់តែលោកសិនកុងប៉ាមកជួបជាមួយណាចាខឹងពេកក៏វាយតែម្ដងសិនកុងប៉ាក៏ប្រាប់ថាយើងគឺជាមិត្តភក្តិគ្រូឯងថៃយីហើយយើងមកទីនេះមានរឿងចង់ប្រាប់ឯងណាចាឯងមិនមែនកើតពីត្បូងនៃភាពល្អទេឯងគឺកើតពីត្បូងនៃបិសាចសិនកុងប៉ាលាតទៅដាងការពិតទាំងអស់ប្រាប់ទៅកាន់ណាចារឿងដែលឪពុកម្ដាយរបស់ខ្លួនកុហកពេលដែលដើរមកកន្លែងពិធីជប់លៀងទឹកមុខរបស់ណាចាគឺប្រែទាំងស្រុងលោកគ្រូរបស់ណាចានឹងក៏បានឲ្យកន្សែងទឹករួមជាមួយលំពេងវេទមន្តនឹងទៅកាន់ណាចាហើយគាត់ក៏បកគោលជ្រូកវេទមន្តរបស់គាត់នឹងឲ្យទៅណាចាទៀតអញ្ចឹងជ្រូកនឹងម្ចាស់ចង់ឲ្យខ្លាចទៅជាស្អីជ្រូកនឹងខ្លាចទៅជានឹងណាចារបស់យើងចង់ឲ្យជ្រូកខ្លាចទៅជាកងចាក់អូយកងចាក់ហោះលឿនហោះសាហាវខ្លាំងមែនតើតែក៏មានគេសួរថាចុះមិនលោកថៃជីឯងឲ្យកងចាក់នឹងប្រែទៅជាជ្រូកទៅវិញលោកថៃជីគាត់អត់តលេឌីយីនរបស់យើងក៏ជូនពរកូនរបស់គាត់ទាំងទឹកភ្នែកពីព្រោះថ្ងៃនេះជាថ្ងៃស្លាប់កូនរបស់គាត់ចំណែកលោកលីជីងរបស់យើងនឹងបាទគាត់ចម្លែកដែរគាត់ក៏បកគលយ័ន្តពិសេសមួយនឹងឲ្យកូនរបស់គាត់ដើម្បីការពារកូនគាត់ហើយលោកលីជីងដែលជាឪពុកនឹងក៏បានផ្ដាំពាក្យសំខាន់មួយទៅកាន់កូនរបស់គាត់ថាពុកដឹងច្បាស់ថាការអប់រំរបស់ពុកប្រហែលជាមានកំហុសហើយកូននឹងមានជីវិតវែងឆ្ងាយទៅមុខទៀតពុកចង់ផ្ដាំប្រាប់កូនរឿងមួយទោះជាមនុស្សដទៃមើលងាយកូនកម្រិតណាចោទប្រកាន់កូនថាជាបិសាចជាមនុស្សចោលមកសៀតជាភាវៈនាំចង្រៃយ៉ាងម៉េចក៏ដោយបើកូនបដិសេធមិនទទួលយកវានោះគ្មាននរណាអាចធ្វើអ្វីកូនបានទេសំខាន់តែកូនចង់ជ្រើសរើសធ្វើជាអ្វីរស់នៅកុំខ្វល់ពីសម្ដីអ្នកដទៃឲ្យសោះណាកូនប្រុសសំខាន់ឲ្យតែកូនធ្វើល្អណាចាក៏និយាយថាជូនពរខ្ញុំបើខ្ញុំងាប់ថ្ងៃនេះទៅហើយនឹងហើយអ្នកទាំងអស់គ្នាក៏ហក់ខ្ញុំមិនមែនកើតពីត្បូងវេទមន្តនៃភាពល្អទេខ្ញុំគឺកើតពីត្បូងបិសាចធ្វើជាម៉ែឪរបស់ខ្ញុំអ្នកទាំងពីរចង់ឃុំឃាំងខ្លួនខ្ញុំរហូតដល់ថ្ងៃស្លាប់របស់ខ្ញុំឬខ្ញុំដឹងអស់ហើយខ្ញុំត្រូវបណ្ដាសា3ឆ្នាំខ្ញុំនឹងស្លាប់អ្នកទាំងអស់គ្នាឃុំឃាំងខ្លួនខ្ញុំដើម្បីតែមនុស្សទាំងអស់នេះបន្តមកទៀតណាចារបស់យើងក៏បានស្រូតមន្តអាគមពិសេសដើម្បីដោះកងចេញពីករបស់ខ្លួនលោកគ្រូថៃយីថាមិនក៏ណាចាឯងចេះមន្តអាគមនឹងបានមិនអោយចេះមិនសិនកុងប៉ាវជាអ្នកប្រាប់ពេលដែលស្រូតមន្តអាគមរួចកងចាក់ដែលគ្រប់គ្រងពលឹងវិញ្ញាណបិសាចនៅក្នុងខ្លួនរបស់ណាចានឹងក៏លែងមានប្រសិទ្ធភាពអញ្ចឹងណាចារបស់យើងក៏បានប្រែកាឡាទៅជាបិសាចទាំងស្រុងតែម្ដងបាទនេះគឺជាណាចារបស់យើងពេលដែលពលឹងបិសាចចូលសន្ធិដ្ឋជាតិក្នុងឱកាសនោះសិនកុងប៉ាវក៏បានលួចកងគ្រប់គ្រងពលឹងវិញ្ញាណនោះគ្រប់គ្នាក៏ផ្អើលរត់ហើយលោកតាដល់ចំណុចនេះគាត់ក៏បានរិះគន់ទៅកាន់ណាចាឃើញទេឲ្យបិសាចនៅគឺវាអញ្ចឹងណាចាក៏ចង់សម្លាប់លោកតាម្នាក់នោះលីជីងរបស់យើងក៏បានចេញមកការពារណាចាក៏ចង់សម្លាប់ឪពុករបស់ខ្លួនពីព្រោះឥឡូវលែងដឹងស្មារតីអីថៃយីរបស់យើងនឹងក៏ព្យាយាមជួយតោងថៃយីក៏សែកថាលឿនរកកងគ្រប់គ្រងពលឹងនោះភ្លាមបាទរកយ៉ាងម៉េចទៅឃើញទៅបើសិនជាកងនៅក្នុងដៃរបស់សិនកុងប៉ាវទៅហើយហ្នឹងសិនកុងប៉ាវក៏និយាយថាបន្តិចទៀតណាចាលែងដឹងស្មារតីហើយវានឹងសម្លាប់ថៃយីនិងឪពុកម្ដាយរបស់វាហើយពេលដែលរន្ទះបាញ់ចំណាចាអោពីងឯងចេញទៅការពារទៅនោះអំបូរទេវតាថ្នាក់ខ្ពស់នឹងព្រមទទួលអោពីងឯងធ្វើជាសមាជិកទេវតារបស់ពួកគេអោពីងគាត់ដឹងថានេះជាសកម្មភាពខុសបើសិនជាមានអាកងនឹងគ្រប់គ្រងធម្មពលរបស់ណាចាមិនសាហាវអញ្ចឹងទេប៉ុន្តែលោកគ្រូគាត់ថាមិនទៅខ្វល់រឿងទៅវិញខ្វល់តែពីរឿងធ្វើយ៉ាងណាឲ្យខ្លាចជាទេវតាទៅឯងមិនដឹងទេថាយើងជាគ្រូឯងនេះខំប្រឹងយ៉ាងណាធ្វើសង្គ្រាមសម្រាប់បិសាចអស់រយៈពេលយ៉ាងយូរទម្រាំតែបានឡើងឋានៈដល់កម្រិតនេះប៉ុន្តែពួកទេវតាទាំងអស់នោះមិនព្រមទទួលស្គាល់យើងទេដោយសារតែយើងកើតមកពីពលឹងវិញ្ញាណខ្លាពលឹងវិញ្ញាណសត្វដ៏ថោកទាបប៉ុន្តែអាវពីងគាត់ស្នើសុំហើយណាស់ក៏គាត់នឹងបានជួយជីវិតឪពុកម្ដាយរបស់ណាចារួមជាមួយលោកគ្រូរបស់ណាចាក៏បានដែរពីព្រោះណាចាធ្លាប់ជួយជីវិតរបស់ខ្លួនមកពេលដែលធ្វើសង្គ្រាមវាយគ្នាជាមួយនឹងបិសាចព្រាយទឹកលោកគ្រូសិនកុងប៉ាគាត់ក៏ថាបានយើងអនុញ្ញាតឲ្យឯងធ្វើតាមអ្វីដែលឯងចង់ធ្វើទៅចោះនេះកងគ្រប់គ្រងពលឹងខាងណាចានេះកំពុងតែធ្វើសង្គ្រាមជាមួយលោកគ្រូថៃយីកសែងវេទមន្តហើយលំពេងវេទមន្តគេនឹងគឺវាយជាមួយលោកគ្រូថៃយីតែម្ដងបន្ទាប់មកណាចារបស់យើងក៏ចង់ចាក់សម្លាប់ឪពុករបស់ខ្លួនម្ដាយហាមឃាត់ក៏អត់ស្ដាប់ដែរលែងមានស្មារតីហើយសំណាងល្អអាវពីងរបស់យើងក៏មកតាន់ណាចាក៏បានបើកការប្រយុទ្ធជាមួយនឹងអាវពីងហើយបើខាងអ្នកយាមនៅខាងក្រោមនេះវិញក៏សួរដែរកាលយើងនាំព្រាយទឹកនឹងចេញម្នាក់ទៀតក៏ថាចាំលោកម្ចាស់ឲ្យសញ្ញាណាចាក៏បន្តប្រយុទ្ធគ្នាជាមួយនឹងអាវពីងក៏បានបកគលកងនោះទៅឲ្យលោកគ្រូថៃយីក៏បានសូលវេទមន្តរួចហើយកងនឹងក៏គ្រប់គ្រងពលឹងវិញ្ញាណរបស់ណាចា
ពេលដែលណាចាភ្ញាក់មកវិញទៅគាត់ក៏មានអារម្មណ៍ថាមនុស្សប្រហែលជាស្អប់គាត់កាន់តែខ្លាំងហើយគាត់ក៏ជិះកង់ចាក់របស់ខ្លួនចូលទៅក្នុងព្រៃតែលោកលីជីងផ្ទាល់គាត់សង្ស័យជាមួយនឹងមនុស្សដែលពាក់ស្រោមមុខនេះគាត់តង់ស្បែករបស់អាវពីងក៏ប្រទះឃើញថាអាវពីងនឹងគឺមានត្បូងនៃភាពល្អនៅជាប់ក្បាលស្នាមសញ្ញាពណ៌ខៀវហ្នឹងអញ្ចឹងលោកលីជីងរួមជាមួយនឹងលោកថៃយីនឹងក៏ស្អប់អំបូរនាគរាជពួកគេចោទប្រកាន់ថាអំបូរនាគរាជលួចត្បូងនៃភាពល្អយកទៅអញ្ចឹងហើយបានជាកូនរបស់គាត់ណាចាទទួលបានត្បូងនៃភាពអាក្រក់អាវពីងក៏ហោះចាក់ចេញពីទីនោះប៉ុន្តែលោកគ្រូថៃយីនឹងឆ្លៀតដៀលទៀតមកពីពួកឯងលោភលន់បែបនេះបានជានាគរាជនឹងត្រូវបានគេឃុំឃាំងនៅបាតសមុទ្រអញ្ចឹងឮសូរបែបនេះអាវពីងរបស់យើងក៏កើតជាក្តីខឹងសម្បាពីព្រោះបើរឿងទាំងអស់នេះបែកការប្រជាជនទាំងអស់នឹងប្រាប់ទេវតាថាអំបូរនាគរាជលួចត្បូងនៃភាពល្អនោះអញ្ចឹងទេវតាថ្នាក់ខ្ពស់ទៀតនឹងដាក់ទ្រនកម្មមកអំបូរនាគមិនស៊ូមនឹងសម្រាប់អំបូរនាគចោលតោះហើយលោកគ្រូសិនកុងប៉ាក៏និយាយថាបើចង់ឲ្យអំបូររបស់ឯងនៅមានជីវិតគឺមានតែឯងសម្រាប់ពួកគេបំបិតមាត់ចោលទាំងអស់ថៃយីក៏ប្រទះឃើញសិនកុងប៉ានៅជាមួយនឹងអាវពីងក៏ដឹងថាសិនកុងប៉ាជាអ្នករៀបចំគម្រោងនេះដែរតោះហើយអាវពីងរបស់យើងគាត់ខឹងណាស់គាត់ក៏បានប្រើវេទមន្តរបស់គាត់នឹងស្រូបទឹកមកយ៉ាងសន្ធោសន្ធៅបង្កើតជាផ្ទៃទឹកយ៉ាងធំនៅលើភូមិសិនទាំងផាសទាំងមូលរួចហើយក៏បំផ្លាញទឹកនោះទៅជាទឹកកកដើម្បីទម្លាក់កិនសម្រាប់ប្រជាជននៅទីនេះបានអាចារ្យរបស់យើងផ្ទាល់វិញកំពុងតែខឹងវាយដើមឈើម្ដងដួលហើយកំឡុងពេលនោះកងចាក់ក៏ប្រែទៅជាជ្រូកនឹងគាត់ក៏កដាស់ទៅក៏បញ្ចេញជាវីដេអូនោះគូរំលឹករឿងអតីតកាលពេលដែលលោកលីជីងរបស់យើងនឹងចង់ទៅសុំអង្វរទេវតាយន់ស៊ីឲ្យដោះបណ្ដាសាចេញពីកូនរបស់គាត់ប៉ុន្តែពេលនឹងដោះអត់បានទេត្រូវអត់គ្នាយើងពួកគេក៏ចង់ត្រឡប់ចុះមកឋានកណ្ដាលវិញប៉ុន្តែទេវតាពពកនឹងក៏ប្រាប់ថានៅមានវិធីមួយទៀតអាចជួយកូនរបស់ឯងបានគឺផ្លាស់ប្ដូរបណ្ដាសានេះយើងមានយ័ន្តពីរសន្លឹកយ័ន្តនេះបកគលឲ្យកូនរបស់ឯងហើយយ័ន្តមួយទៀតឯងប្រើនៅជាប់ខ្លួនទៅនោះរន្ទះបាញ់នឹងបាញ់ចំតែឯងប៉ុណ្ណោះកូនរបស់ឯងនៅមានជីវិតណាចាឃើញហេតុការណ៍នោះភ្លាមគឺយំយកតែម្ដងដោយសារតែខ្លួនមិននឹកស្មានទេឪពុកដែលខ្លួនតែងតែគិតថាជាឪពុកអាក្រក់ឪពុកមិនខ្វល់ពីខ្លួននោះសុខចិត្តលះបង់ជីវិតដើម្បីណាចាលោកលីជីងនឹងក៏បានស្នើសុំឲ្យទេវតាថៃយីនឹងកុំប្រាប់រឿងទាំងអស់នេះទៅកាន់ណាចារួមជាមួយនឹងលេឌីយីនណាចាក៏បានយកយ័ន្តនោះមកមើលនឹងហើយយ័ន្តនឹងឯងគ្នាយើងកាត់មកដល់លីជីងរួមជាមួយនឹងលេឌីយីនវិញដាវរបស់ពួកគេមិនអាចធ្វើអ្វីបានទៅលើអាវពីងនោះទេពួកគេទាំងពីរនឹងក៏ចង់វាយទៅលើក្បាលរបស់អាវពីងអញ្ចឹងអាវពីងក៏បានបង្កក់ពួកគេទាំងពីរនាក់ព្រាមនោះណាចាក៏ហោះមកយ៉ាងលឿនដើម្បីជួយឪពុកម្ដាយរបស់ខ្លួនសិនកុងប៉ាវបានវាយគ្នាជាមួយលោកគ្រូថៃយីណាចារបស់យើងក៏បន្តសង្គ្រាមជាមួយនឹងអាវពីងទាំងតកក៏បានធ្លាក់ជាបណ្ដាប្រជាជនមិនដឹងរតនាតន័យនោះទេអាវពីងក៏បានប្រើទឹករបស់ខ្លួនដើម្បីចង់បង្កក់ណាចាក៏បានប្រើភ្លើងអញ្ចឹងភ្លើងដុតជាមួយទឹកវាក៏បញ្ចេញជាផ្សែងអាវពីងគាត់គិតថាណាចានឹងគាត់មានកងគ្រប់គ្រងថាមពលបិសាចអញ្ចឹងហើយនឹងគឺណាចាមិនអាចបញ្ចេញឥទ្ធិពលបាន 100% នោះទេតែណាចានៅតែព្យាយាមតទល់ជាមួយនឹងអាវពីងវាយចុះវាយឡើងក៏ស្រាប់តែអាវពីងរបស់យើងនឹងផ្លុំតកចំគ្រូរបស់ខ្លួនអាវពីងក៏សុំទោសប៉ុន្តែលោកគ្រូក៏យកដាវចាក់គូតតាមពិតគឺជាណាចារបស់យើងប្រែកាឡាសោះណាចាក៏រត់ចូលទៅក្នុងផ្សែងសិនកុងប៉ាវរួមជាមួយនឹងថៃយីផ្ទាល់កំពុងតែវាយគ្នាសុកហ្នឹងក៏រត់សិនកុងប៉ាវក៏ដេញតាមដេញចុះដេញឡើងក៏ជួបជាមួយណាចាប្រែកាឡាអញ្ចឹងណាចាក៏បានបំផ្លែងនេះអាខ្សែរន្ទះរបស់គាត់នឹងឲ្យទៅជាលំពេងដូចណាចាពេលដែលអាវពីងរបស់យើងមកដល់នឹងក៏បានបើកការវាប្រហារទៅលើគ្រូរបស់ខ្លួនពិតប្រាកដណាចាក៏ចាក់មកលំពេងទៀតហើយក៏រត់មកបុកជាមួយលោកគ្រូថៃយីយើងលោកគ្រូថៃយីក៏ស្រូបចូលក្នុងរូបគំនូហើយពីរអ្នកទៀតក៏ដេញតាមអញ្ចឹងទៅពួកគេទាំង3អ្នកនឹងក៏ចូលក្នុងគំនូទាំងអស់គ្នាដើម្បីចាក់ចេញពីគំនូនេះបានត្រូវការជក់អញ្ចឹងហើយនឹងពួកគេប្រមាណអ្នកនឹងក៏វាយតទល់គ្នាដើម្បីដណ្ដើមយកជក់វាយចុះវាយឡើងក៏បង្កទៅជាកកជាប់គ្នាដូចជាដុំបាល់អាវពីងរបស់យើងក៏ឈោងដែរយកប៉ុន្តែលោកគ្រូថៃយីព្យាយាមផោមអញ្ចឹងទៅវាក៏រំកិលសិនកុងប៉ាវចង់ជួយផ្លុំខ្យល់ដែរប៉ុន្តែវាហិតសូវស្រូបក្លិនផោមអញ្ចឹងក៏សន្លប់ដូច្នេះណាចាក៏ដណ្ដើមយកជក់នឹងបានតែពេលដែលណាចាគាត់គូផតថលទៅអ្នកទាំងអស់គ្នាវាចូលទៅតំបន់គ្រោះថ្នាក់ធ្លាក់បេះងាប់បេះហួរហើយអ្នកនៅខាងក្រៅក៏ឆ្ងល់អូយរូបគំនូនេះមិនម៉ាទេជាចុងក្រោយនឹងណាចារួមជាមួយអ្នកដទៃផ្សេងទៀតក៏ចេញពីរូបគំនូបានជោគជ័យណាចាក៏បន្តការវាយប្រហាររបស់ខ្លួនជាមួយនឹងសិនកុងប៉ាវអាវពីងចង់វាយប្រហារសម្រាប់ឪពុកម្ដាយរបស់ណាចាតែណាចាក៏មករងហើយក៏ត្រូវមកអនុបងយ៉ាងធំនោះជាឱកាសល្អសិនកុងប៉ាវចង់សម្រាប់ពួកគេទាំងអស់ប៉ុន្តែលោកគ្រូថៃយីមកជួយអាវពីងរបស់យើងផ្ទាល់ក៏បានប្រែកាឡាជានាគរាជដ៏ធំអស្ចារ្យរួចហើយនឹងក៏ព្យាយាមសង្កត់ទឹកកកយ៉ាងធំនេះដើម្បីឲ្យវាធ្លាក់ចុះមកខាងក្រោមអញ្ចឹងហើយណាចារបស់យើងក៏សម្រេចចិត្តព្យាយាមដោះអាកងគ្រប់គ្រងពលឹងម្ដងទៀតប៉ុន្តែលើកនេះគឺទុកនៅកដៃអត់ដោះចេញផុតដូចលើកមុនទេណាចាក៏បានប្រែកាឡាទៅជារូបរាងពិតរបស់ខ្លួនប៉ុន្តែមិនមែនភ្នែកសដូចលើកមុនទេភ្នែកដូចជាមនុស្សអញ្ចឹងបានន័យថានៅដឹងអីណាចារបស់យើងក៏បានព្យាយាមទប់ទឹកកកនឹងអស់ពីសមត្ថភាពការពារមិនឲ្យទឹកកកធ្លាក់ចុះមកបាក់កិនសង្កត់អ្នកនៅខាងក្រោមឡើយតែអាវពីងរបស់យើងក៏ព្យាយាមសង្កត់យ៉ាងខ្លាំងអញ្ចឹងទឹកកកនឹងក៏បាស់ធ្លាក់ស្រុតមកទប់លែងចង់រួចណាចានៅតែព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្លួនអាវពីងក៏និយាយថាប្រឹងធ្វើស្អីណាចាព្រមទទួលយកព្រំលិខិតឯងទៅណាចានិយាយថាអត់ទេព្រំលិខិតរបស់ខ្ញុំអនាគតរបស់ខ្ញុំជាអ្នកសម្រេចឥទ្ធិពលរបស់ណាចាក៏កាន់តែខ្លាំងទៅដៃយ៉ាងច្រើននឹងក៏បានចេញមកពីខ្នងរបស់ណាចាភ្លើងដ៏សន្ធោសន្ធៅបញ្ចេញឥទ្ធិពលដូចជាផ្កាឈូកក្រហមអញ្ចឹងបន្ទាប់មកណាចានឹងវេះនឹងប្រើលំពេងនឹងចាក់
សម្រាប់អាវពីងប៉ុន្តែណាចាបានទុកជីវិតឲ្យអាវពីងក៏សួរថាមិនសម្លាប់យើងណាចាក៏និយាយថាឯងជាមិត្តភក្តិរបស់យើងមិនអាចសម្លាប់ឯងបាននោះទេអាពីងក៏ថាបើឯងមិនសម្លាប់យើងឯងមិនខ្លាចយើងសម្លាប់ក្រុមគ្រួសារឯងវិញទេណាចាក៏និយាយថាឯងកើតមកពីត្បូងនៃភាពល្អហេតុអ្វីក៏ឯងមានចិត្តខូម្ល៉េះអញ្ចឹងដូចសម្ដីឪពុករបស់ខ្ញុំនិយាយមែនគ្មាននរណាម្នាក់កំណត់ជោគវាសនារបស់យើងបាននោះទេគឺក្រៅតែពីខ្លួនយើងជាអ្នកជ្រើសរើសខ្ញុំកើតមកពីត្បូងអាក្រក់បើខ្ញុំជ្រើសរើសធ្វើផ្លូវល្អនោះខ្ញុំនឹងជាភីវៈល្អបន្តមកទៀតណាចារបស់យើងក៏ចុះមកខាងក្រោមរួចហើយនឹងក៏ចងឪពុកម្ដាយរបស់ខ្លួនជាប់ណាចាក៏បានហែកជន់ចោលទៀតបាទជន់បដូរសេចក្តីស្លាប់រួចហើយណាចាក៏បាននិយាយលាឪពុកម្ដាយរបស់ខ្លួន3ឆ្នាំពិតជាលឿនណាស់លោកពុកអ្នកម៉ែប៉ុន្តែអ្វីដែលខ្ញុំសោកស្ដាយក្នុងកំឡុងពេលនេះគឺខ្ញុំមិនដែលបានលេងសើចជាមួយលោកពុកតតែសោះអ្នកទាំងពីរកុំយំថ្ងៃខួបកំណើតរបស់ខ្ញុំហាមយំមុននឹងរន្ទះបាញ់មកដល់ណាចារបស់យើងក៏បានលុតជង្គង់អរគុណដល់ឪពុកម្ដាយរបស់ខ្លួនរន្ទះចេញពីមេឃដ៏ធំនឹងក៏បានស្រូបយកណាចាឡើងទៅផ្នែកខាងលើឪពុកម្ដាយរបស់ណាចាបានទឹមតែស្រែកហៅឈ្មោះកូនរបស់ពួកគាត់រន្ទះបាញ់ពីឋានសួគ៌ដ៏ធំក៏បើកការបាញ់ប្រហារមកលើណាចាកំឡុងពេលនោះអាវពីងរបស់យើងក៏លះបង់ជីវិតចូលទៅក្នុងរន្ទះបាញ់នោះជាមួយនឹងណាចាដូចគ្នាអាវពីងក៏បានប្រើសម្លៀកបំពាក់នាគរីរបស់ខ្លួនតទល់ជាមួយរន្ទះបាញ់ប៉ុន្តែរន្ទះបាញ់ឋានសួគ៌គឺវាខ្លាំងអញ្ចឹងសកានាគនឹងក៏ទៅរន្ទះបាញ់នឹងកុំទៅចោលណាចាក៏សួរថាមិនក៏មកចូលងាប់ជាមួយខ្ញុំអញ្ចឹងអាវពីងក៏ថាដោយសារតែយើងជាមិត្តភក្តិនឹងគ្នាអូរួចហើយពួកគេទាំងពីរនាក់នឹងក៏កាន់ដៃគ្នាទៅរួចហើយធម្មជាតិនៃភាពល្អនិងភាពអាក្រក់នឹងក៏រួមបញ្ចូលគ្នាណាចារួមជាមួយនឹងអាវពីងនឹងក៏បានសូបយកថាមពលរន្ទះដ៏អស្ចារ្យថៃយីក៏ភ្ញាក់ផ្អើលថាវ៉ាវមិននឹកស្មានថាពួកគេអាចសូបយកថាមពលរន្ទះបានសោះអញ្ចឹងហើយខាងមេឃផ្ទាល់នេះក៏បានបញ្ចេញគ្រាប់រន្ទះណាចារួមជាមួយនឹងអាវពីងក៏បញ្ចេញគ្រាប់រន្ទះរបស់ពួកគេតទល់ដែរប៉ុន្តែតទល់មិនឈ្នះអញ្ចឹងរន្ទះក៏បន្តបាញ់យ៉ាងសាហាវលោកគ្រូថៃយីនៅមានវិធីចុងក្រោយរបស់គាត់មួយទៀតគឺគាត់ត្រូវតែចូលទៅក្នុងរន្ទះនោះហើយបើកការឈូកវេទមន្តដើម្បីស្រូបយកពលឹងវិញ្ញាណរបស់ណាចារួមជាមួយនឹងអាវពីងថែរក្សានៅក្នុងផ្កាឈូកនោះក្រោយមកគ្រប់បែបយ៉ាងក៏ស្ងប់ស្ងាត់ត្រឡប់ទៅវិញហើយមើលខូងចុះអ្នកទាំងអស់គ្នាមិនមែនខូងរាក់ទេខូងជ្រៅណាស់ម្ដាយណាចាឪពុកណាចាក៏ព្យាយាមតាមស្វែងរកកូនរបស់ពួកគេជាចុងក្រោយផ្កាឈូកនោះក៏បើកបង្ហាញឲ្យឃើញពលឹងវិញ្ញាណណាចារួមជាមួយនឹងអាវពីងត្បិតតែរូបរាងកាយរបស់ពួកគេរលាយបាត់មានប៉ុន្តែពលឹងវិញ្ញាណរបស់ពួកគេគឺនៅមានជីវិតតែបើលោកគ្រូថៃយីរបស់យើងវិញមកគាត់នឹងត្រូវទម្លាក់ភាពជាទេវតារបស់គាត់ចោលដោយសារតែទៅជួយអាវពីងរួមជាមួយណាចាហ្នឹងហើយនេះជាលើកដំបូងហើយដែលប្រជាជននៅក្នុងភូមិទាំងអស់លុតជង្គង់អរគុណដល់ណាចារបស់យើងសប្បាយណាស់សប្បាយរហូតដល់យំតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងបានថាគឺគ្មាននរណាគេកំណត់ជីវិតរបស់អ្នកទាំងអស់គ្នាបានឡើយក្រៅតែពីអ្នកទាំងអស់គ្នាជាអ្នកដើរផ្លូវជីវិតរបស់ខ្លួនតែមុននឹងចប់មកឆ្លៀតមកមើលពីអ្នកនេះម្នាក់នឹងក៏សួរថាអង្កាលយើងត្រូវយកបិសាចនឹងចេញម្នាក់ទៀតថាចាំទទួលបានសញ្ញាប៉ុន្តែអត់ដឹងសញ្ញាលោកម្ចាស់លីជីងនិយាយមិនផងវាទៅជាអញ្ចឹងទៅណាក្រោយមកអំបូនអ្នកក្រៀកនេះផ្ទាល់នឹងបាខឹងខ្លាំងមែនទែនពួកគេនឹងរៀបចំគម្រោងដើម្បីសងសឹករួចយើងក៏កាត់មកដល់សាច់រឿងរបស់ឪពុកណាចាវិញបាទមិនដឹងថាគាត់ជួបប្រទះរឿងអីទេប៉ុន្តែដឹងតែមានសាច់រឿងតាក់ទងនឹងឪពុករបស់ណាចាដែរហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like Subscribe และកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដោយ Share ខ្ញុំរត់សូមអរគុណសូមជម្រាបលា